តោះទៅ volunteer ជាមួយពួកយើងក្នុងរយៈពេល1ថ្ងៃបើក្បាលវីដេអូមកគឺមានជាការរួមនេះគឺជា roll call ដែលជា culture របស់ Isaac project នេះក៏រៀបចំដោយ Isaac តែ Isaac នឹងគឺជាអីទៅ Isaac នឹងគឺជា Global Youth Organization ដែលជួយដល់សិស្សនិងយុវជនក្មេងៗដើម្បីអភិវឌ្ឍនៅភាពជាអ្នកដឹកនាំរបស់គាត់ដោយតាមរយៈការស្ម័គ្រចិត្តនិងការចុះហាត់ការទៅបណ្ដាប្រទេសផ្សេងៗហើយ Isaac នឹងមានលើសពី120ប្រទេសនៅលើពិភពលោកតោះងាកមកមើលសកម្មភាពបន្ទាប់ពេលហ្នឹងមិត្តភក្តិខ្ញុំដែលជា project director នៃ project នេះឡើងមកបញ្យល់ហើយ project នេះគឺឈ្មោះថា The World's Largest Lesson that focus ទៅលើ Sustainable Development Goal ទាំង17ហើយវាជាលើកទី2ដែលធ្វើឡើងនៅក្នុងប្រទេសថៃហើយក៏ជាលើកទី1នៅក្នុងសាលាខ្ញុំនៅ Assumption University បន្ទាប់ពីមិត្តភក្តិខ្ញុំបានបញ្យល់ពី project នឹងដល់អ្នកស្ម័គ្រចិត្តនឹងហើយក៏នាំគ្នាលេង game ចំណុចដែលអត់ថា project ហ្នឹងតើតើនឹង SDG ទីម៉ានគឺ SDG 12 Responsible Consumption and Production ហើយនឹង SDG 12.8 គឺ Promote Universal Understanding of Sustainable Lifestyle បន្ទាប់មកមិត្តភក្តិខ្ញុំក៏បានបង្ហាញ task ដែលត្រូវធ្វើហើយក៏បានបរិញ្ញាភាសាថៃ basic ឯដើម្បីទៅ communicate ជាមួយនឹងកូនសិស្សថៃព្រោះគេអត់សូវចេះអង់គ្លេសហើយយើងក៏បានចែករោគគ្នាក្នុងការបរៀនហើយបន្ទាប់មកម៉ោង 9:43 ខ្ញុំក៏បានញ៉ាំ breakfast ដែលគេរៀបចំឲ្យមាន tuna sandwich មាន orange juice អីចឹងណាហើយបន្ទាប់មកក៏ break time ខ្ញុំឃើញ advisor របស់ Isaac ហ្នឹងក៏ចាប់គាត់ថតជាមួយគ្នាពេញហ្នឹងហ្មងនេះម៉ោង 10 ដែលយើងត្រូវធ្វើដំណើរចេញទៅសាលាដែលយើងត្រូវបរៀនកូនក្មេងហ្នឹងហើយនេះទៅសភាពសាលាខ្ញុំខ្យល់មែនទែនពេលហ្នឹងហើយយើងក៏ចាប់ដើមឈរត្រង់ជួរចាំលេខរៀងឡើងឡានក្រុងទៅហ្នឹងណាទៅថ្ងៃហ្នឹងមនុស្សច្រើនដែរប្រើឡានឡើង3ហើយមានជាការចាប់សិស្សប្អូនថតទៀតវីដេអូ part 2 នៃសកម្មភាពដែលយើងទៅ volunteer បន្ទាប់ពីចំណាយពេលជិះឡានក្រុងរយៈពេលប្រហែលជា30នាទីយើងក៏មកដល់សាលាហើយ Isaac member ដែលជិះឡានតូចនោះបានមកដល់សាលាមុនដើម្បីឲ្យក្មេងៗចូលត្រង់ជួរយ៉ាងទៅមានក្មេងៗម៉ានេះទី8ទី9ហើយចំណែកឯម្ខាងនេះសិតតែក្រុមអ្នកស្ម័គ្រចិត្តហើយក៏យើងត្រូវបែងចែកគ្រប់គ្នាដើម្បីមកអង្គុយជារង្វង់ដើម្បីបរៀនក្មេងៗហើយបរៀនហ្នឹងពេលខ្លះគាត់ស្ដាប់អង់គ្លេសអត់យល់យើងនិយាយថៃពេលហ្នឹងខ្ញុំសប្បាយចិត្តមែនទែនដោយសារតែបានបរៀនគ្រប់យ៉ាងទាន់ម៉ោងតាមពេលវេលាដែលគេកំណត់ហ្នឹងហើយក៏បានសួរសំណួរគាត់ដើម្បី make sure ថាគាត់នឹងយល់ហើយនៅគាត់មកយកថ្នាំពណ៌ព្រោះគាត់ត្រូវកាត់ដប់ទឹកសុទ្ធជារឿងអីក៏បានដែលគាត់ចូលចិត្តហើយអូដែលខ្ញុំបានបរៀនហ្នឹងគាត់កាត់ជារូបដូរេម៉ុនដោយសារគាត់ស្រឡាញ់ពណ៌ blue បន្ទាប់ពីកាត់ដបជារូបដូរេម៉ុនហើយយើងក៏ត្រូវដើរទៅកន្លែងខាងទៀតហ្នឹងដើម្បីយើងដាក់ដីក្នុងដបនឹងទុកដាំរុក្ខជាតិដីនឹងចិត្តពេញហើយយើងក៏ដាក់គ្រាប់នឹងចូលបន្ទាប់មកគាត់ចោះផោងតូចតូចប៉ុន្តែខ្ញុំភ្លេចថតហើយគាត់ក៏ចាក់ទឹកវាកន្លែងនេះធ្វើតាមសិស្សប្អូនភាសាពេលហ្នឹងឃើញជាផ្ដិតមេដៃទៅខំទៅផ្ដិតដែរពេលមានជាការរើសអើងចាខឹងចិត្តពេកក៏មកផ្ដិតនឹកគ្រប់ខ្លួនឯងវិញហើយនេះជាធូបការដែលក្មេងៗ recycle ពីដបទឹកសុទ្ធហើយនេះហើយសិស្សប្អូនខ្ញុំចាធ្លាប់តែបបោគ្នាធ្វើម្ហូបញ៉ាំតែឥឡូវលើកតបមក volunteer ទាំងអស់គ្នាហ្មងហើយបន្ទាប់មកយើងនាំគ្នាឈរជាវងមូលធំជាមួយគុនក្មេងហើយនឹងអ្នកស្ម័គ្រចិត្តទាំងអស់ដើម្បីរួមជុំគ្នាហើយក៏យើងបានអរគុណដល់នាយកសាលានឹងដែលបានឲ្យឱកាសយើងមកបង្រៀនដល់ក្មេងៗនៅហ្នឹងហើយដល់ម៉ោងថតជុំគ្នាទ្រាំយកកាត់ការបានវា2 3ដងដែរដោយសារយើងត្រូវថតប៊ូមរ៉េងនិងថតវីដេអូផងបន្ទាប់មកយើងក៏បានថតត្រូវហើយនៅគ្នាចាប់ដើមក្រោកឈរបបែកគ្នាចប់ហើយក៏មានអង្គុយខ្ញុំក៏ថតទៀតអីទេថតរត់ហើយក៏នៅសុកឃើញពូការ៉េមក៏នាំគ្នាដើរមកញ៉ាំការ៉េមសាក់ស្ទើថាចង់ញ៉ាំឯដល់ពេលមានណាតំណងពេលរើសញ៉ាំការ៉េមទៅក៏ញ៉ាំអាសូកូឡាហ្នឹងដល់ពេលពួកខ្ញុំមកបានមានអ្នកផ្សេងមកតាមអញ្ចឹងអូយ feeling ដូចនៅខ្មែរដូចនៅសាលាដល់ចុះអូដូចនៅខ្មែរដូចមកវល់នេះគេដូចយើងមកនៅខ្មែរជឿដែរអូឡើងអាបងអូននៅខំស៊ូហើយក៏គ្មានឆ្លើយគ្នាបានតិចដែរតែមើលកាមេរ៉ាថា cute អីណាហើយក៏យើងនៅគ្នាជិះមកវិញ
ហើយញ៉ាំបាយហើយលេងហ្គេមតម្រូវឲ្យដាក់ស្រាមក្នុងធុងស្រាមដែលត្រឹមត្រូវឃើញតែអញ្ចឹងមែនណាប៉ុន្តែដាក់ខុសពេញហ្នឹងដោយសារតែវាច្រឡំគ្នាហើយតមកយើងក៏ត្រង់ជួរដើម្បីបណ្ណាញ់គ្នាដាក់ហ្នឹងទៅហើយក៏ដាក់បដើមានម្នាក់នៅខាងមុខខ្ញុំហ្នឹងរួចហើយគេរកក្រុមណាដែលឈ្នះហើយបន្ទាប់មកក៏គេដាក់ recap វីដេអូមកទាំងអស់ក្នុងសកម្មភាពថ្ងៃហ្នឹងណាហើយ project នេះក៏បានត្រូវចប់ដោយជោគជ័យបន្ទាប់ពីចប់ហើយក៏យើងនាំគ្នាចេញមកក្រៅដើម្បីមកយក drinks ដែលកំងតាំងពីម៉ោងបាយហ្នឹងផឹកហើយក៏បាននិយាយគ្នាមានគម្រោងទៅណាទៀតបន្ទាប់ពីហ្នឹងប៉ុន្តែមុននឹងទៅហ្នឹងក៏ត្រូវប្រវាយគ្នាដើម្បីទៅសម្រាកសិនដែរហើយយើងក៏បានទៅញ៉ាំម្ហូបឥណ្ឌាហើយក៏មើលឯកសារសត្វបដើហើយក៏ទៅទិញទឹកដូងនិងញ៉ាំការៀមដូងហើយទៅមកក៏ចាក់សាំងជិះដើរលេងពេញហ្នឹងទៅម៉ោងប្រហែលជា9បានជួបផ្ទះវិញវីដេអូដែលយើងទៅ volunteer ក៏ត្រូវបានបញ្ចប់អរគុណអ្នកនរគ្នាដែលមើលពីដើមដល់ចប់ជួបនៅវីដេអូក្រោយបាយ